ថ្ងៃមួយខ្មៅដៃបាននិយាយទៅកាន់ជាន់លុបថាឲ្យខ្ញុំសុំទោសជាន់លុបក៏សួរវិញថាសម្រាប់រឿងអ្វីដែរអ្នកមិនបានធ្វើខុសអ្វីអាណាខ្មៅដៃក៏ឆ្លើយថានៅពេលដែលខ្ញុំធ្វើខុសម្ដងអ្នកតែងតែជួយលុបវាចេញហើយជាមួយនឹងការលុបរាងកាយរបស់អ្នកក៏ត្រូវសឹករួមតូចទៅជាន់លុបក៏ឆ្លើយតបវិញថាពិតណាស់តែខ្ញុំមិនប្រកាន់ឡើយដោយអ្នកដឹងស្រាប់ហើយតួនាទីរបស់ខ្ញុំគឺសម្រាប់ជួយអ្នកនៅពេលណាដែលអ្នកធ្វើអ្វីខុសដូច្នេះសូមអ្នកជប់អារម្មណ៍តទៅទៀតទៅខ្ញុំមិនចង់ឃើញអ្នកពិបាកចិត្តនោះទេទោះជាខ្ញុំដឹងថាថ្ងៃណាមួយខ្ញុំនឹងត្រូវបាត់រលត់ទៅហើយអ្នកនឹងរកអ្នកថ្មីមកជំនួសខ្ញុំក៏ដោយក៏ខ្ញុំរីករាយជាមួយនឹងការងារមួយនេះដែរសូមសន្យានឹងខ្ញុំថាអ្នកនឹងចងចាំនៅ5ចំណុចខាងក្រោមនេះនោះអ្នកនឹងអាចក្លាយទៅជាខ្មៅដៃដ៏ល្អប្រសើរមួយបានចំណុចទី1នោះគឺអ្នកនឹងអាចធ្វើនៅរឿងដ៏អស្ចារ្យជាច្រើនលុះត្រាតែអ្នកអនុញ្ញាតឲ្យអ្នកដទៃចាប់កាន់អ្នក2អ្នកនឹងជួបនៅការចិត្តសម្លៀងដ៏ឈឺចាប់ម្ដងម្កាលតែអ្នកនឹងត្រូវការវាដើម្បីក្លាយទៅជាខ្មៅដៃដែលល្អប្រសើរជាងមុនបាន3អ្នកនឹងនៅតែអាចធ្វើការកែប្រែកំហុសណាមួយរបស់អ្នកបានជានិច្ច4ផ្នែកដែលសំខាន់បំផុតរបស់អ្នកគឺជាអ្វីដែលស្ថិតនៅខាងក្នុងមិនមែនសម្បកក្រៅឡើយ5ទោះជាអ្នកត្រូវបានប្រើទៅលើអ្វីក៏ដោយអ្នកត្រូវតែខិតខំតស៊ូព្យាយាមសរសេរតទៅមុខជានិច្ចជាន់លុបប្រៀបបានដូចជាឪពុកម្ដាយរបស់យើងហើយខ្មៅដៃក៏ប្រៀបបានដូចជាយើងដែលជាកូនឪពុកម្ដាយគ្រប់រូបតែងតែចាំជួយដោះស្រាយនៅរាល់បញ្ហារបស់កូនទោះជាពេលខ្លះគាត់ត្រូវទទួលរងនឹងការឈឺចាប់យ៉ាងណាក៏ដោយហើយគាត់ក៏កាន់តែចាស់ទៅរហូតថ្ងៃមួយត្រូវចាកចេញពីយើងទៅមិនត្រឡប់ឡើយហើយយើងដែលជាកូនក៏អាចនឹងទៅរៀបការមានអ្នកថ្មីចោលគាត់តែគាត់នៅតែរីករាយជាមួយនឹងអ្វីដែលគាត់បានធ្វើសម្រាប់កូនហើយមិនចង់ឃើញកូនណាមួយរបស់គាត់កើតទុក្ខឡើយឥឡូវចូលប្រៀបធៀបខ្លួនអ្នកទៅនឹងខ្មៅដៃហើយសូមចងចាំនៅចំណុចទាំង5ដែលជាន់លុបបានផ្ដាំនោះអ្នកក៏នឹងអាចក្លាយទៅជាមនុស្សដ៏ល្អប្រសើរម្នាក់បានដែរចំណុចទី1អ្នកនឹងអាចសម្រេចការងារដ៏អស្ចារ្យជាច្រើនប្រសិនបើអ្នកអនុញ្ញាតឲ្យអ្នកដទៃបង្ហាត់បង្រៀនអ្នក2អ្នកនឹងទទួលរងនឹងការឈឺចាប់ម្ដងម្កាលជាពិសេសនៅពេលដែលអ្នកឆ្លងកាត់នៅរាល់ឧបសគ្គទាំងឡាយដែលមាននៅក្នុងជីវិតតែអ្នកនឹងត្រូវការបទពិសោធន៍ទាំងអស់នោះដើម្បីអាចក្លាយខ្លួនទៅជាមនុស្សដ៏រឹងមាំម្នាក់3ដរាបណានៅមានជីវិតអ្នកនៅតែអាចកែប្រែកំហុសទាំងឡាយហើយអភិវឌ្ឍខ្លួនឲ្យក្លាយទៅជាមនុស្សដ៏ល្អប្រសើរម្នាក់វិញបានមានតែទ្រូក្នុងផ្ទៃនិងសាកសពក្នុងភ្នូប៉ុណ្ណោះដែលមិនចេះធ្វើខុសដូច្នេះហើយអ្នកត្រូវតែចេះអត់ឱនអភ័យទោសដល់ខ្លួនឯងនិងអ្នកដទៃផងដែរ4ដូចខ្មៅដៃដែរផ្នែកដែលសំខាន់បំផុតរបស់អ្នកគឺជាអ្វីដែលស្ថិតនៅខាងក្នុងនិយាយចំគឺជាចិត្តគំនិតដែលល្អបរិសុទ្ធមិនមែនសម្បកខាងក្រៅនោះឡើយ5ទោះជាអ្នកត្រូវឆ្លងកាត់ស្ថានភាពបែបណាក៏ដោយក៏អ្នកត្រូវតែតស៊ូព្យាយាមបំពេញនៅរាល់ភារកិច្ចរបស់អ្នកហើយខិតខំបន្តដំណើរតទៅមុខជានិច្ចមនុស្សយើងគ្រប់គ្នាកើតមកតែងតែមានតួនាទីពិសេសរៀងៗខ្លួនហើយក៏គ្មានអ្នកណាក្រៅតែអំពីខ្លួនយើងផ្ទាល់ដែលអាចសម្រេចនូវគោលដៅក្នុងជីវិតនោះបានដូច្នេះហើយយើងមិនត្រូវអស់សង្ឃឹមឬគិតថាជីវិតរបស់យើងមិនមានអ្វីសំខាន់នោះឡើយ